បាទបងប្អូនថ្ងៃនេះយើងជជែកគ្នាពីការចិញ្ចឹមគោបែបស្រុកស្រែចម្ការបងប្អូនហ្នឹងហើយបងប្អូនការចិញ្ចឹមគោនៅតាមស្រុកស្រែចម្ការរបស់យើងវាគឺជាមុខរបរបែបប្រពៃណីហើយមួយយ៉ាងសំខាន់ដល់សម្រាប់កសិករខ្មែរយើងបងប្អូនតាំងពីបុរាណកាលមកវាវាមិនត្រឹមតែជួយបង្កើតប្រាក់ចំណូលប៉ុន្តែវានៅក្នុងគ្រួសារតែប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ការធ្វើកសិកម្មក្នុងន័យនឹងដែរអត្ថប្រយោជន៍នៅក្នុងការធ្វើកសិកម្មនោះគឺយើងនិយាយពីមុនណាបងប្អូនតែបច្ចុប្បន្ននេះគឺអត់មានទេប៉ុន្តែសម្រាប់ការប្រើប្រាស់ជាកម្លាំងពលកម្មបច្ចុប្បន្ននេះយើងនៅមានតំបន់ខ្លះគាត់នៅប្រើគោអញ្ចឹងណាបងប្អូនអានេះជាប្រភេទបើនិយាយពីគោប្រើហើយសម្រាប់តំបន់ខ្លះគឺគាត់ចិញ្ចឹមនឹងបែបយកសាច់លក់ទៅទីផ្សារអញ្ចឹងណាបងប្អូនហើយដើម្បីទទួលបានប្រាក់ចំណូលជាចំណូលដុំអញ្ចឹងទៅហើយការប្រម៉ូអឺលាមកអីចឹងទៅលក់ជាជីកំប៉ុស្តអីចឹងបងប្អូនអញ្ចឹងវាដាក់ស្រែដាក់អីចឹងទៅនឹងដំណាំផ្សេងវាមានន័យថាវាជួយកាត់បន្ថយការចំណាយលើជីគីមីដែរអញ្ចឹងណាបងប្អូននឹងវាធប្រយោជន៍ហើយតាមកសិករបែបខ្មែរយើងគឺពេលរដូវច្រូតកាត់ហើយអញ្ចឹងគាត់តែងតែប្រឡែងគោតាមបែបប្រពៃណីឲ្យស៊ីនៅក្នុងរដូវដែលប្រមូលផលរួចអញ្ចឹងបងប្អូនហើយកសិករលែងគោឲ្យដើរស៊ីចម្រុះស្មៅនៅតាមវាលស្រែចម្រុះអញ្ចឹងទៅវាជាប្រពៃណីរបស់ខ្មែរយើងតាំងពីបុរាណមកដែរមានន័យថាការចិញ្ចឹមបែបពាក់កណ្ដាលក្រោបច្ចុប្បន្នគឺយើងលែងក្រៅអញ្ចឹងទៅបើសិនជាគេជាកសិដ្ឋានធំហ្នឹងគេចិញ្ចឹមនៅក្នុងក្រោគេឲ្យស៊ីស្មៅនៅក្នុងក្រោក្នុងអីចឹងណាតែនោះវាគេជាលក្ខណៈកសិដ្ឋានគេចំណាយច្រើនហើយយើងនេះបែបប្រពៃណីមានថាយើងអត់ចំណាយអីទេយើងឲ្យវាលែងស៊ីតាមធម្មជាតិវាស្រែអញ្ចឹងបងប្អូនហើយទន្ទឹមនឹងហ្នឹងក៏យើងត្រូវការមើលថែដែរថែសុខភាពឯណាដូចជាផ្ដល់វ៉ាក់សាំងការពារជំងឺឆ្លងអីចឹងណាបងប្អូនដូចជាអុចក្តាមជំងឺសាបទឹកសាអញ្ចឹងទៅឬក៏ជំងឺដុំពើកអញ្ចឹងទៅបច្ចុប្បន្នហ្នឹងក៏យើងមានវ៉ាក់សាំងហ្នឹងដែរហើយសម្រាប់គ្រួសារនៅជនបទគឺការចិញ្ចឹមគោប្រៀបដូចជាការបង្កើតធនាគាររស់នៅក្នុងផ្ទះអញ្ចឹងបងប្អូននៅពេលគ្រួសារយើងត្រូវការកញ្ចប់ថវិកាចាំបាច់ដូចជាពិធីការថ្លៃសិក្សាកូនឬការព្យាបាលជំងឺឲ្យពួកគាត់នឹងអាចលក់គោដើម្បីដោះស្រាយបញ្ហាបានភ្លាមអាហ្នឹងណាបើនិយាយសាមញ្ញទៅវាប្រៀបបានដូចជាមាសអញ្ចឹងមានន័យថាពេលយើងលក់ទៅយើងបានលុយដំតែម្ដងធម្មតាការឈ្មួញទិញគោគឺត្រូវតែលក់ឲ្យប្រគល់លដៃហើយមិនដែលជពាក់ទេវាមានភាគរយតិចដែរដែលទិញគោជពាក់ណាបងប្អូនអញ្ចឹងវាប្រៀបធៀបទៅយើងឲ្យយមន័យបានថាវាស្តៀងនឹងមាសដែរបងគាត់ថាមាសយើងត្រូវទៅលក់នៅទីផ្សារភ្លាមវាបានលឿនជាងគោបន្តិចប៉ុន្តែគាត់ថាគោវារៀងចំណាយពេលបន្តិចមែននៅក្នុងការលក់ក៏ប៉ុន្តែវាបានលួយដំដូចយើងលក់មាសចឹងបងប្អូនអញ្ចឹងវាអត្ថប្រយោជន៍វាផ្សេងគ្នាអញ្ចឹងណាបងប្អូនសម្រាប់ដែលបងប្អូនត្រូវការលួយដំមានអសនអនក្រអីយើងអាចស្មាតទៅយើងអាចបញ្ចេញវាបានដើម្បីយកប្រាក់នឹងជាលុយដំយកមកដោះស្រាយក្នុងជីវភាពគ្រួសារយើងប្រចាំថ្ងៃបានអាហ្នឹងណាបងប្អូនហើយបើលក្ខណៈចិញ្ចឹមគោបែបគ្រួសារហ្នឹងបងប្អូន